សួរលោកគ្រូខ្ញុំឈ្មោះហួរសុខសប្បាយជាសិស្សមកពីក្រុម S20 ថ្ងៃនេះខ្ញុំនឹងធ្វើថតវីដេអូបង្ហាញអំពីចំណុចនៅលើកាមេរ៉ាទី1គឺនិយាយអំពី model និងទី2 type of lens អញ្ចឹងចំណុចទី1នេះខ្ញុំនិយាយអំពី model ដូចដែលលោកគ្រូបានឃើញនៅលើនេះថតនៅលើនេះអញ្ចឹងខ្ញុំនិយាយអំពីប៊ូតុងនេះសិនប៊ូតុងនេះគេហៅថាប៊ូតុង power យើងដាក់វាទៅ on វានឹងបើកប្រើប្រាស់កាមេរ៉ា off វានឹងបិទសម្រាប់ទៅលើ model នេះតែលោកគ្រូបានឃើញនោះដែលខ្ញុំបានបង្ហាញលើនេះពេលយើងពង្វល់ mode ណាឲ្យចំចំណុចបសនេះកាមេរ៉ាយើងនឹងចូលទៅកាន់ mode ហ្នឹងអញ្ចឹងខ្ញុំនឹងនិយាយលម្អិតអំពី mode មួយដែលមាននៅលើ model ហ្នឹងទី1នេះគឺអក្សរ M ដែលយើងស្គាល់ថា manual mode នេះគេប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ប្រើសម្រាប់កំណត់ទៅលើមុខងារទាំងអស់ឧទាហរណ៍ការកំណត់ទៅលើ shutter speed ISO ឬក៏ aperture ជាដើមដែល user បានកំណត់ដោយខ្លួនឯងមុខងារនេះប្រើភាគច្រើនសម្រាប់ការថតទៅលើរូបដែលមានភាពសាមញ្ញឬក៏ការកំណត់ភ្លាមឧទាហរណ៍ការច្នៃប្រឌិតផ្សេងរបស់អ្នកថតរូបនិងទី2មុខងារ AV នេះគឺមកពីពាក្យថា aperture priority មានន័យថាវាឲ្យតម្លៃទៅលើការវាឲ្យ add តម្លៃទៅលើការប្រើប្រាស់ aperture អញ្ចឹងឧទាហរណ៍ពេលយើង set ទៅលើតម្លៃ aperture ហើយនោះតម្លៃ shutter speed ហើយនិង ISO វានឹងកំណត់ឲ្យតាមក្រោយនិង TV ការកំណត់ទៅលើ shutter speed priority ស្តៀងគ្នាទៅនឹង aperture priority ដែរស្តៀងទៅនឹង AV ដែរពេលយើងកំណត់ពេល user ឬអ្នកប្រើប្រាស់ហ្នឹងកំណត់ទៅលើការប្រើប្រាស់កំណត់ទៅលើ shutter speed ណាមួយនោះវានឹងចាប់ system នៃកាមេរ៉ាវានឹងចាប់សេរី set សេរីឬក៏ set ចំនួន ISO និងចំនួនaperture ឲ្យខ្លួនឯងនិងចុងក្រោយអក្សរ O និងកន្លែងនេះអក្សរ P មានន័យថា mode program mode នេះយើងប្រើសម្រាប់អ្នកប្រើប្រាស់ប្រើសម្រាប់ការនឹងទៅលើចំណុចបន្ទាប់គឺ program mode ឬក៏យើងឃើញថា P mode អញ្ចឹងពេលយើងស្ថិតនៅក្នុង P mode នេះវាស្តៀងទៅនឹងការប្រើប្រាស់ទៅលើautomatic mode ដែរប៉ុន្តែក្នុងនេះយើងអាចកំណត់បានវានឹងprogram mode នេះនិយាយរួមទៅវាធ្វើការជ្រើសរើស shutter speed ISO aperture ឲ្យយើងប៉ុន្តែយើងអាចកំណត់បានដោយខ្លួនឯងថែមទៀតឧទាហរណ៍យើងចង់ប្រូទៅលើ ISO ឲ្យតូចឲ្យធំឬក៏ aperture ឲ្យជាដើមសម្រាប់ទៅលើកន្លែងនេះយើងឃើញថាមុខងារ A+ នេះមានន័យថា full automatic មានន័យថាវានឹងកំណត់អ្វីគ្រប់យ៉ាងទៅឲ្យអ្នកថតទៅឲ្យយើងទាំងអស់ដែលយើងអាចកំណត់បានទេអញ្ចឹងដូចជាអញ្ចឹងពេលការប្រើប្រាស់ទៅលើមុខងារនេះពេលខ្លះ flash វានឹងលោតចេញចូលមកខ្លួនឯងនិងទី2មួយនេះគឺជាមុខងារ flash off មានន័យថាការបិទ flash អត់ឲ្យបើកពេលយើងថតនឹងទៅកាន់មុខងារបន្ទាប់នេះគឺមុខងារ CA នេះមានន័យថា creative auto មានន័យថាវា auto ដែរប៉ុន្តែយើងអាចកំណត់យើងអាច user ឬក៏អ្នកថតនឹងអាចកំណត់បានខ្លះប៉ុន្តែកំណត់ទៅលើចំណុចតូចទេដែលបង្ហាញនៅលើ digital បង្ហាញនៅលើ screen display របស់កាមេរ៉ានិងសម្រាប់ប្រមាណចំណុចនេះមានដូចជាអានេះប្រមាណចំណុចបន្ទាប់នេះគឺជា scene mode មានដូចជា portrait mode landscape mode close up action ឬក៏ live portrait ជាដើមចំណុចទាំងអស់នេះដូចជា auto ដូចគ្នាប៉ុន្តែវាផ្ដោតទៅលើមុខងារមួយឧទាហរណ៍នេះ portrait អញ្ចឹងវានឹងកំណត់ឲ្យអ្នកប្រើប្រាស់វាកំណត់ឲ្យរូបភាពដែលយើងថតចេញមកហ្នឹងមានដូចជាការ blur background អីជាដើមអញ្ចឹងនិងកន្លែងនេះគឺជា video mode នេះពេលយើងចូលទៅកាន់ mode នេះយើងកាមេរ៉ាយើងនឹងថតជាវីដេអូបានមកដល់ចំណុចបន្ទាប់នេះគឺមកដល់ចំណុចទី2គឺ type of lens ឬក៏យើងអាចនិយាយបានថាជាប្រភេទនៃ lens type of camera lens បានចែកចេញជាពីរប្រភេទជាទូទៅបានចែកចេញជាពីរប្រភេទគឺ wide angle lens ហើយនិង telephoto lens what is ចំណុចកន្លែងបន្ទាប់នេះខ្ញុំនឹងនិយាយអំពី
focal length តើ focal length នៃ photography គឺជាអ្វីក្នុង photography គឺជាអ្វីអញ្ចឹង focal length គឺជាតម្លៃលេខគឺជាតម្លៃលេខនៃប្រវែងដែលគិតគឺជាតម្លៃលេខនៃប្រវែងដែលបង្ហាញថា lens ដែលបង្ហាញឲ្យឃើញថា lens ហ្នឹងជា lens ចង្អៀតឬក៏ lens ទលាយតែតម្លៃវាគិតជា mm ឧទាហរណ៍នៅក្នុងរូបនេះតម្លៃ 14mm ឬតម្លៃ 14mm វាអាចចាប់ប្លង់បានទលាយខ្លាំងនិងកាន់តែតម្លៃ mm កាន់តែធំតម្លៃ focal length mm កាន់តែធំប្លង់ដែលយើងចាប់ទៅកាន់តែចង្អៀតទៅអញ្ចឹងមានន័យថាប្លង់កាន់តែតម្លៃ mm កាន់តែតូចប្លង់ដែលថតចេញក្រោយកាន់តែទលាយកាន់តែធំគឺប្លង់ដែលថតចេញមកគឺកាន់តែចង្អៀតទៅ wide angle lens គឺជា lens ដែលមាន focal length ចាប់ពី 35mm ចុះក្រោម 35mm ចុះក្រោមភាគច្រើនគេថតទៅលើប្លង់ទលាយដូចយើងបានដឹងអញ្ចឹងថា wide angle lens ថតទៅលើទលាយឧទាហរណ៍ការថតទៅលើ landscape ឬក៏ថតទៅលើទេសភាពជាដើម ultra wide angle សម្រាប់ ultra wide angle ស្រដៀងនឹង wide angle ដូចគ្នាវាថតទៅលើប្លង់ទលាយដូចគ្នាប៉ុន្តែប្លង់ទលាយរបស់ ultra wide angle គឺជាការថតទៅលើប្លង់ទលាយខ្លាំងឧទាហរណ៍អាច focal length វាអាចចាប់ផ្ដើមពី 24mm ចុះក្រោមទៅឧទាហរណ៍ការថតទៅលើ venue អីមួយ venue របស់ទីក្រុងឬក៏ venue ទៅលើទេសភាពដែលយើងចង់បានថតយើងថតហ្នឹងចង់បាន object ច្រើន telephoto zoom គឺជា lens telephoto ដែលសម្រាប់ថតទៅគឺជា lens telephoto ដែល lens នេះសម្រាប់ថតទៅលើប្លង់ចង្អៀតហើយ telephoto zoom នេះយើងអាច zoom បានឧទាហរណ៍ការ zoom យ៉ាងម៉េចឧទាហរណ៍យើងមាន focal telephoto zoom យើងមាន focal length ចាប់ពី 24 រហូតដល់ 70 ចឹងយើងអាចប្រើប្រាស់វាដូចការពេលយើងថតជាក់ស្ដែងយើងអាចប្រើប្រាស់ការ zoom បានឧទាហរណ៍យើងចង់បានប្លង់យើងបានប្លង់ទលាយតិចយើងដាក់មក 24 តម្លៃ focal length ទាបបើយើងចង់បានប្លង់ចង្អៀតយើង zoom ឡើងតម្លៃ focal length ទៅកាន់ 50 ទៅកាន់ 70mm អញ្ចឹងទៅឧទាហរណ៍អញ្ចឹងការប្រើ telephoto zoom នេះគឺប្រើទៅលើការថតបែបមានភាពច្នៃប្រឌិតទៅលើ object ណាដែលយើងគិតថាដែលអាចផ្លាស់ប្ដូរបានភ្លាមនិងចំណុចបន្ទាប់គឺ telephoto prime នេះវាដូចជា telephoto ដែរប៉ុន្តែវាកំណត់ជាក់លាក់ទៅលើ focal length មួយឧទាហរណ៍ lens prime មួយគឺមានតែតម្លៃ focal length មួយទេឧទាហរណ៍មានតម្លៃ 24 គឺ 24 70 គឺ 70 យើងអាច zoom បានទេអញ្ចឹងការប្រើប្រាស់វាហ្នឹងគឺប្រើប្រាស់ផ្ដោតទៅលើមុខងារមួយឬក៏ហៅថាទៅលើ specialize របស់វាមួយឧទាហរណ៍យើងចង់ប្រើប្រាស់វាជាក់ស្ដែងទៅលើការថតដែលយើងដឹងទីតាំងយើងឈរច្បាស់ហើយយើងអាចថតចាប់ដោយសាររូបភាពវាវាថតមកវា sharp មានភាព sharp ហើយ detail វាល្អជាងdetail វាបានល្អចំណុចបន្ទាប់គឺ super telephoto zoom នេះគឺគេថតទៅលើគឺជា lens telephoto ដែលមាន focal length ខ្ពស់ខ្លាំងឧទាហរណ៍ចាប់ពី 300mm រហូតដល់ 400mm ការថតវាភាគច្រើនគេថតទៅលើ astrophotography ឬក៏យើងអាចថតទៅលើសត្វក៏បានដែរប៉ុន្តែឧទាហរណ៍ការថតរបស់យើងនេះយើងចង់ឈរមកកន្លែងឈរស្ងៀមប៉ុន្តែយើងអត់ទៅចិត្តទេយើងគ្រាន់តែប្រើការ zoom ទៅដោយសារ telephoto កម្រិត focal length វាគឺធំចាប់ពី 300 រហូតដល់ 400mm ឯណោះចំណុចបន្ទាប់ទៀតកន្លែងនេះគឺ standard zoom នេះគឺជា lens zoom ដែលប្រើប្រាស់ទូទៅអញ្ចឹងគេប្រើប្រាស់ទូទៅច្រើនទៅលើ standard zoom នេះគេហៅថា lens kit និង macro គឺការ macro នេះគឺជា lens telephoto ដែលថតទៅលើ object ដែលនៅជិតហើយវា macro នេះវាល្អមួយវាមានភាពល្អទៅលើការថតបែបចិត្តប៉ុន្តែវាទទួលបាន high resolution detail គេអាចថតគេឧទាហរណ៍ការថតគេអាចប្រើប្រាស់ macro នេះ lens macro នេះប្រើសម្រាប់ថតទៅលើ
thì họ chỉ ca cho nhưng trong ca thì trong object là chụp bàn tay ca thọt ấy tỏ dương tỏ nè thọt thì có cameraman ấy thì cho chụp và dương ai thọt chụp cho bạn chụp cho object ng bạn thọt này thì có chỉ chụp trong coi này lens ấyคือlens zoomជាមួយនឹងប្រៀបធៀបជាមួយនឹង lens prime ចឹងវាមានគុណសម្បត្តិគុណវិបត្តិអីខ្លះចឹង lens zoom យើងអាចមានបាននេះដូចជានេះ lens zoom បើប្រៀបធៀបជាមួយ lens prime lens zoom វាមានតម្លៃថ្លៃជាងដោយសារlens zoom យើងអាចកំណត់វាមាន focal length ដែលយើងអាចជ្រើសរើសបានឧទាហរណ៍មាន24ចាប់ពី70ទៅ70ចឹងយើងអាចជ្រើសរើសបានមួយប៉ុន្តែសម្រាប់ទៅលើlens prime វិញវាមានតែ specific ទៅលើ focal length មួយទេអញ្ចឹង lens មួយគឺមានតែlens មួយគឺមានតែ ក៏មានតែតម្លៃ focal length មួយឧទាហរណ៍យើងបានឃើញនេះមាន24 mm គឺ20ប៉ុន្តែmm 35គឺ35អញ្ចឹងមិនគិតយើងប្រៀបធៀបគ្នាlens zoom យើងអាចប្រើបានកលៈទេសៈច្រើនដោយសារវាអាច zoom បានពីយើងអាចប្ដូរតម្លៃ focal length ពីមួយទៅមួយឬគេហៅថាយើងអាច zoom បានពីតម្លៃ focal length ទាបបើយើងចង់បានប្លង់ទូលាយ focal length ខ្ពស់យើងចង់បានប្លង់ចង្អៀតតែសម្រាប់ប្រើនេះគេប្រើជាក់ស្ដែងគេប្រើទៅលើអីមួយឧទាហរណ៍កាមេរ៉ាមែនខ្លួនឯងដឹងថាគាត់ទៅថតយ៉ាងម៉េចកន្លែងនេះទៅថតយ៉ាងម៉េចអបជីនឹងទៅថតប្រវាយណាប្លង់ម៉េចអញ្ចឹងគាត់ប្រើទៅលើlens prime ដោយសារវាបានបញ្ជាក់ច្បាស់ focal length ច្បាស់24គឺ24 35គឺ35 50គឺ50អញ្ចឹងប្រគុណវិបត្តិវិញវាអត់សូវការថតទៅលើ lens zoom នេះវាមិនសូវបាន quality ការថតចេញមកហ្នឹងfocal length ប្រភេទធៀបឧទាហរណ៍24ដូចគ្នាអត់ដូច prime ទេអត់ដូច lens prime ទេហ្នឹងប្រគុណវិបត្តិទៅលើlens zoom ហើយមិនណាទៀតវារៀងថ្លៃបន្តិចប្រៀបធៀបជាមួយនឹង lens prime ប្រៀបជាមួយ lens prime បាទសម្រាប់ lens prime វិញគុណវិបត្តិវាគឺមានតែមួយទេគឺពីច្រើនឧទាហរណ៍ចឹងបើយើងអាចថតទៅកាន់សកម្មភាពឬក៏កន្លែងណាដែលកាមេរ៉ាមែនទៅការចាក់ស្ដែងគឺតែការយក lens ទៅច្រើនជាងការផ្លាស់ប្ដូរមានច្រើនបាទអរគុណលោកគ្រូ